ឥឡូវជើងទី2យើងឃើញថាស្រីសសុកសែនជ័យដែលឯកស្ថានពណ៌បៃតងខ្ចីបាទកំពុងតែចាញ់បង់ទៀតហើយបាទលើបាទទូកដែលមានឈ្មោះថាស្រីតេជោសែនជ័យដែលមកពីពុទ្ធសីបាទសូមឲ្យបងប្អូនប្រជាពលរដ្ឋបាទបន្តទស្សនានៅគូចុងក្រោយយើងឃើញថាគូដែលមានឈ្មោះថាសរាយតេជោសែនជ័យបាទនៅខ្សែទឹកខាងក្នុងកំពុងតែបង់ឈ្នះបាទច្រើនទៅលើស្រីសសុកសែនជ័យដែលមកពីរសីជ្រួយបាទមុខកពូលបាទឥឡូវនេះបាទសរាយតេជោសែនជ័យបាទទទួលបានជ័យជំនះទៅហើយ